ជំរាបសួរដូចជាសួស្ដីទៅកាន់អ្នកទស្សនាថ្ងៃនេះខ្ញុំបានធ្វើដំណើរកម្សាន្តទៅវត្តព្រះអង្គច័ន្ទមនីហើយវត្តតាសុចហើយក៏បានដល់ទីកន្លែងព្រះអង្គគង់នៅចាស់អាស្រមចាស់របស់ព្រះអង្គហើយទីធ្លាបរិវេណក្នុងវត្តស្អាតណាស់បងប្អូនអើយខានទៅលេងយូរមានសត្វទូចមួយក្បាលមានសត្វភេនេះគួរឲ្យស្រឡាញ់ហើយលេងពេញនឹងដល់នេះមើលទៅលោកកសាងស្អាតណាឥឡូវនេះឃើញមានបកគោបកៅទៅនេះជាផ្លូវដើរជុំវិញវត្តដើរមើលទស្សនានេះហាត់ទឹកជាទៅលោកកែកសាងមកមានស្ពានមានកងាននៃហែលទឹកលេងស្អាតបងប្អូនខានទៅយូរប្លែកហ្មងមើលទៅស្អាតពេលខ្ញុំឡើងមើលស្ពានមកថតកងានហ្នឹងងានពណ៌ខ្មៅនឹងសត្វអីបងប្អូនតែខ្ញុំមើលទៅដូចកងានតែពណ៌ខ្មៅឥឡូវឆ្លងមកវត្តតាសុចវិញដងខាងទេសភាពខាងនោះមិញវត្តព្រះអង្គច័ន្ទមនីឥឡូវមកវត្តតាសុចគេនៅជាប់នេះបងប្អូននេះកន្លែងគេហៅកន្លែងលោកឪសួងហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះផងដែរអរគុណច្រើន